You soon bonaគ្នា welcome back to my YouTube channel បងប្អូនអរគ្នាដឹងអត់ថាថ្ងៃហ្នឹងជាថ្ងៃអីថ្ងៃហ្នឹងជាថ្ងៃដែលខ្ញុំឈប់សម្រាកពីការងារហើយថ្ងៃហ្នឹងវីដេអូបងប្អូនអរគ្នាខ្ញុំនឹងយកបងប្អូនអរគ្នាទៅជាមួយខ្ញុំមកដើរលេងជាមួយខ្ញុំនៅក្នុងសហរដ្ឋអាមេរិកតើសកម្មភាពអីខ្លះថាខ្ញុំត្រូវធ្វើថ្ងៃពេញមួយថ្ងៃហ្នឹងមកMakes a tom at and this is in South Philly and the doctor that I just came to visit is at Jefferson Health. I'm going to refill water. Alright, I'm gonna bring you guys with me. Pennsylvania នៅក្នុងទីក្រុង Philly នឹងដំបូងបងប្អូនអរគ្នាខ្ញុំអត់ដឹងដើរទៅផ្លូវណាទេបងប្អូនអរគ្នាមិនបានខ្ញុំគិតអញ្ចឹងដោយសារថាខ្ញុំគិតថាចេះហេតុអីបានផ្លូវដូចគ្នាតាផ្លូវដូចគ្នានឹងប្រឡោះច្រកក្នុងមកប្លុកហ្នឹងដូចគ្នាទាំងអស់ហើយហេតុអីបានខ្ញុំដើរចំតាផ្លូវហ្នឹងដែរកាប់ពេតណាបងប្អូនអរគ្នានៅក្នុង South Phillyគេមើលគេរបៀបមើលផ្លូវគេមើលឈ្មោះផ្លូវហើយនឹងលេខផ្លូវដោយបងប្អូនឃើញហើយនេះជាមួយខ្ញុំ zoom ឲ្យមើលបន្តិចនេះឃើញអត់ផ្លូវគេដាក់អក្សរអញ្ចឹងមកគេដាក់លេខអញ្ចឹងមកប្លុកគេមានឈ្មោះគេមានលេខចំណាំតើខ្ញុំមកដល់ដំបូងបងប្អូនអើយខ្ញុំដើរវែងពេញនឹងទាំងអស់តើយើងដើរវែងអញ្ចឹងយើងស្គាល់តើបងប្អូនយើងស្គាល់ច្រើនហ្មងយើងអត់វែងទៀតទេតើតែយើងមកដល់ដំបូងយើងអត់មានឡានជិះផងអីផងអញ្ចឹងទៅយើងជិះឡានក្រុងហ៎តើតែយើងជិះឡានក្រុងយើងស្គាល់ផ្លូវក៏ច្រើនយើងលែងមានការខ្លាចក្នុងការធ្វើដំណើរម្នាក់ឯងនៅក្នុងទីក្រុង Philly ហ្នឹងហើយបងប្អូនអរគ្នានេះមកយើងមកដល់ Oregon ហើយកន្លែងខ្ញុំទៅដូរទឹកហ្នឹងនៅលើផ្លូវលេខ7បងប្អូនឃើញនេះគេដាក់ទៅផ្លូវលេខ7 7th Street right here ហើយកន្លែងនេះកន្លែងធ្វើតាក់ខ្ញុំរាល់ឆ្នាំកន្លែងនេះ tax expert ខ្ញុំធ្វើតាក់ឯនឹងកន្លែងហ្នឹងឯងឥឡូវនេះខ្ញុំត្រូវបត់ទៅផ្លូវលេខ7កន្លែងនេះបងប្អូនលឺសម្រែនអត់លឺសម្រែនឡានពេទ្យអត់អញ្ចឹងនៅក្នុងស្រុកនេះនៅពេលដែលយើងលឺសារ៉ែនឡានពេទ្យបើកវីវអញ្ចឹងមកយើងត្រូវចូលទៅចតនៅគៀនឲ្យគេទៅឬក៏យើងឈប់នៅមួយកន្លែងហ្មងយើងអាចបញ្ចេញគេទៅបានទេឡានអានេះចូលចតគៀនអានេះឃើញអត់អូមិនឡានពេទេខ្ញុំច្រឡំហើយនេះឡានបាញ់ឡានពលរដ្ឋគៀវភ័យអញ្ចឹងគេចូលចតនៅគៀនហើយគេឲ្យឡាននឹងទៅមុនផ្លូវលំបាកមែនទែនដូចនៅតំបន់ដាច់ស្រយាលមកផ្លូវព្រោះគេឈូសទុកចោលអញ្ចឹងប្រហែលគេឈូសឲ្យវាហាប់អីសិនណាបានគេចាប់ផ្ដើមចាក់ចាក់អីឥឡូវនឹងមកដល់បងប្អូនអរគ្នានេះកន្លែងដូរទឹកអ្នកដែលនៅក្នុង South Philly ក៏កលេចឃើញគេដឹងហ្មងឥឡូវខ្ញុំចតសិនបងប្អូនអរគ្នាឃើញកដងនៅក្រៅខ្ញុំហ្នឹងខ្ញុំដូរ4កដងអញ្ចឹងមកកដងវា$4 4ដង16វា$6ទៅ$10អញ្ចឹងយើងយកលុយទៅឲ្យខាងគាត់នៅខាងបោកខោអាវសិនព្រោះអីកន្លែងគាត់នេះកន្លែងដូរទឹកផងកន្លែងបោកខោអាវផង Let's go Hello. Hi. I'm getting water. How many? 4. 4.16. Closing I don't give. Sale agreement I signed time to look on the line right. Thank you. Have a good one. You too. Thank you. នេះ2ដងអញ្ចឹងខ្ញុំត្រូវយក4កដងហ្នឹង
ឥឡូវហ្នឹងខ្ញុំដាក់4កណ្ដុងបងប្អូនអរគ្នាខ្ញុំ refill 4កណ្ដុងហ្មងពួកអីខ្ញុំអត់ចង់ទៅទិញអាថ្មីហ្មងថ្មីវាថ្លៃអញ្ចឹងខ្ញុំសុខចិត្តមក refill អញ្ចឹងវាយើងវាថាយើង save លុយបានខ្លះអញ្ចឹងបងប្អូនអរគ្នាអូខេឥឡូវយើងបានទឹក4កណ្ដុងដាក់នៅក្រោយគូតឡានហើយបន្តមកទៀតខ្ញុំនឹងទៅ Walmart បន្តមកទៀតខ្ញុំនឹងទៅ Walmart ខ្ញុំនឹងទៅផ្ញើលុយព្រោះអីខ្ញុំត្រូវដាក់លុយទៅស្រុកខ្មែរអញ្ចឹងបងប្អូនណាដែលគាត់ចង់ផ្ញើលុយអីអញ្ចឹងបងប្អូនអរគ្នាខ្ញុំ recommend Walmart ដាក់ទៅអាសេវាកម្មឈ្នួលការផ្ញើវារៀងធូរជាងដែលយើងដាក់នៅតាម store ទូចណា store ទូចយកពីយើងថ្លៃសេវាផ្ញើអញ្ចឹងបើបងប្អូនអរគ្នាអត់ចេះដាក់ខ្លួនឯងទេអត់ចេះធ្វើតាម online ទេទៅ Walmart បងប្អូនអរគ្នាឥឡូវទៅ Walmart ទាំងអស់គ្នានេះនៅលើផ្លូវលេខ7បងប្អូនអរគ្នាឃើញនៅតាម store តាមរកផ្លូវលេខ7ហ្នឹងបងប្អូនអរគ្នាសិតតែ store បងប្អូនខ្មែរយើងទាំងអស់មានហាងមាសខ្មែរហាងម្ហូបខ្មែរបងប្អូនឃើញភ្នំពេញថ្មីភោជនីយដ្ឋានហើយហាងនៅមុខទៀតបងប្អូនគឺមួយជួរហ្នឹងដូចខ្ញុំបាននិយាយចឹងដូចនៅក្នុងភូមិខ្មែរមួយចឹងនៅលើផ្លូវលេខ7នៅក្នុង South Philly បងប្អូនអរគ្នាឃើញទេហាងមាសភ្នំពេញហើយហាងមេកុងវីដេអូនេះនៅលើផ្លូវលេខ7ហ្នឹងបងប្អូនអរគ្នាហើយខ្ញុំត្រូវជិះតាមផ្លូវហ្នឹងដើម្បីទៅ Walmart ឥឡូវហ្នឹងបងប្អូនអរគ្នាខ្ញុំមកដល់ Walmart ហើយឥឡូវហ្នឹងខ្ញុំត្រូវដើរចូលទៅក្នុង Walmart ដើម្បីទៅផ្ញើលុយទៅស្រុកខ្មែរឥឡូវនេះលុយហើយឥឡូវហ្នឹងខ្ញុំរាប់គ្រប់ចំនួនហើយបងប្អូនអរគ្នាបើចង់ផ្ញើដូចខ្ញុំបាននិយាយចឹងបើចង់ផ្ញើលុយទៅបណ្ដាប្រទេសផ្សេងបើអត់ចេះធ្វើ online ខ្លួនឯងទេមក Walmart មកតម្លៃសេវាគេធូរថ្លៃទេបងប្អូនអរគ្នាខ្ញុំមានអារម្មណ៍ថា Walmart នេះមកស្អុយអាចមែនទេបងប្អូនអរគ្នាស្អុយអាចហ្មងឥឡូវខ្ញុំដើរចូល Walmart ទាំងអស់គ្នាបងប្អូនអរគ្នាឥឡូវនេះខ្ញុំមកដល់កន្លែងផ្ញើខ្ញុំត្រូវឈួរចាំមួយ plate សិនបងប្អូនអរគ្នាយើងមកដល់យើងត្រូវតម្រង់ជួរបងប្អូនអរគ្នាយើងអាចទៅកាត់មុខគេបានទេ How you doing? I'm gonna do MoneyGram. Okay. ដាក់ហើយបងប្អូនអរគ្នាហើយមិនចូលបានដាក់តលុយទេបានឯវ៉ាន់មកទៀតចូលទៅ Walmart វិញមកថងហ្នឹងអស់$103អ្វីដែលថ្លៃគឺគ្រឿងប្រដាប់ប្រដាហាត់ប្រាណខ្ញុំគឺថ្លៃហ្មងបងប្អូនអរគ្នាខ្ញុំបានព្រោះអីពេលខ្លះខ្ញុំកាត់អត់បានត្រង់អីខ្ញុំចង់ញ៉ាំរបៀបchips អញ្ចឹងខ្ញុំអាចញ៉ាំ regular chip បានទេអញ្ចឹងខ្ញុំញ៉ាំរបៀបអា chip ចាព្រោះអា chip របៀបចេះវាមាន18 gram of protein នៅហ្នឹងហើយ crackers នេះវាមាន10 gram of protein ហើយពេលខ្លះខ្ញុំកាត់អាផ្អែមអត់បានខ្ញុំញ៉ាំរបៀបចេះ cookies នេះ oatmeal raisin 16 gram of protein ហើយខ្ញុំទិញអានេះខ្ញុំទិញ organic protein powder and pre-workout 2 pre-workout លុយដែលខ្ញុំផ្ញើទៅស្រុកខ្មែរមិញថ្លៃសេវាគេយក$33បងប្អូនអរគ្នា$33ឥឡូវហ្នឹងខ្ញុំមកជិតផ្ទះខ្ញុំវិញហើយខ្ញុំមក pick up ថ្នាំផងខ្ញុំពួកអីនៅពេលដែលខ្ញុំទៅពេទ្យនៅពេលដែល GI doctor ខ្ញុំគាត់បដូរថ្នាំឲ្យខ្ញុំនៅស្រុកនេះនៅពេលដែលយើងទៅជួបពេទ្យហើយនៅពេលដែលគាត់បដូរថ្នាំឲ្យខ្ញុំគាត់ជួបខ្ញុំឲ្យហើយអញ្ចឹងទៅគាត់ផ្ញើទៅ pharmacy មួយណាដែលយើងចង់ទៅបើកថ្នាំនឹងឧទាហរណ៍ថាឥឡូវហ្នឹងខ្ញុំមកនៅពីមុខ Rite Aid ដែលខ្ញុំត្រូវមក pick up ថ្នាំខ្ញុំនៅហ្នឹងពេទ្យខ្ញុំគាត់ផ្ញើមក Rite Aid នេះខ្ញុំមក pick up ថ្នាំនៅហ្នឹងខ្ញុំមិនដឹងថាថ្នាំខ្ញុំបានអត់ទេណាព្រោះអីរាល់ដងតែបានខាង pharmacy គេផ្ញើជា message មកឲ្យយើងអញ្ចឹងណាឥឡូវនេះខ្ញុំអត់តាន់បាន message ផងផ្ញើជាសារឲ្យយើងដឹងតែឥឡូវខ្ញុំមកសិនខ្ញុំមកសួរគេមក
Pharmacy closed today. What? Pharmacy គេ close ពីម៉ោង1កន្លះរហូតដល់ម៉ោង2អញ្ចឹងខ្ញុំមកចំតែម៉ោងគេ close ឥឡូវហ្នឹងខ្ញុំមករក plantain នឹងទៀតព្រោះអីលើកមុនខ្ញុំទិញទៅម៉ាក់ខ្ញុំគាត់ចូលចិត្ត plantain ហ្នឹងអញ្ចឹងខ្ញុំនឹងទិញទៅទៀតម៉ាក់ហើយនឹងប៉ាខ្ញុំគាត់ចូលចិត្តឥឡូវហើយមួយ79សេននេះ La point de gun. ហើយខ្ញុំយកចេកខ្លះចេកនេះគីឡូផោន1ផោន99សេនអូតែ59សេននេះច្រឡំខ្ញុំយកបាន broccoli ដើមមកចំបកាបញ្ចុះតម្លៃទៀតខ្ញុំយកបកាទៀតបងប្អូននោះបញ្ចុះនៅសល់តែ$9ការ98សេនខ្ញុំយក2កញ្ចប់ខ្ញុំមិននឹកស្មានថានៅ shop right មានអា protein pancake mix ហ្នឹងនេះមិញខ្ញុំប្រងចូល Aldi ខ្ញុំថាមានតែ Aldi មានអា protein pancake mix នេះក៏មកដល់ shop right yes they have it here អូខេបងប្អូនអរគ្នាមិញហ្នឹងខ្ញុំចេញពី shop right ខ្ញុំទិញបានបន្លែខ្លះហើយនឹងគ្រឿងប្រដាប់ផ្សេងទៀតទុកញ៉ាំសម្រាប់ខ្លួនខ្ញុំព្រោះអីប៉ាម៉ាក់ខ្ញុំគាត់មានម្ហូបផែនគាត់ហើយតែខ្ញុំញ៉ាំម្ហូបផ្សេងពីគាត់អញ្ចឹងណាខ្ញុំញ៉ាំរបៀបអាកាំងអញ្ចឹងហ្នឹងខ្ញុំបានម្ហូបខ្ញុំហើយឥឡូវហ្នឹងខ្ញុំចេញពី shop right ខ្ញុំមក ride it មកឆែកមើលថ្នាំខ្ញុំម្ដងទៀតឥឡូវខ្ញុំមកដល់ហើយបងប្អូនអរគ្នាឥឡូវហ្នឹងខ្ញុំត្រូវឈរចាំសិនព្រោះអីគេមាន customer ពីមុនខ្ញុំម្នាក់ខ្ញុំមកដល់កន្លែង pick up ថ្នាំខ្ញុំហើយនៅក្នុង ride it បងប្អូនអរគ្នា Hello, I'm picking up my medicines. February. ឥឡូវហ្នឹងខ្ញុំមកដល់ខ្ញុំសួរគេហើយគេសួរអ្នករៀបចំថ្នាំខ្ញុំនៅក្នុងហ្នឹងគេថាឲ្យចាំ15នាទីសិនអញ្ចឹងហើយបានខ្ញុំអត់ទទួលបានសារទាំងអស់ព្រោះរាល់ដងនៅពេលដែលគេធ្វើថ្នាំខ្ញុំហើយគេផ្ញើសារខ្ញុំហើយបានខ្ញុំមកអញ្ចឹងណាបងប្អូនអរគ្នាឥឡូវហ្នឹងយើងមកអត់មានដែរយើងមកទាំងដែលគេអត់តន់ផ្ញើសារយើងអញ្ចឹងយើងមកដល់យើងសួរគេថាថ្នាំខ្ញុំហើយនៅគេសួររ birthday ខ្ញុំអីចឹងហើយគេថាចាំ15 minutes សិនទៅនេះកន្លែងយកថ្នាំ pick up លើនឹងបងប្អូនអរគ្នាឥឡូវនេះខ្ញុំទទួលបានសារថាថ្នាំខ្ញុំហើយខ្ញុំនៅចាំនឹងស្រាប់ទៀតឥឡូវទៅយកថ្នាំទាំងអស់គ្នាថ្ងៃហ្នឹងភ្លៀងចប់រហូតបងប្អូនអរគ្នាឥឡូវហ្នឹងខ្ញុំបានថ្នាំហើយនេះឥឡូវខ្ញុំដើរទៅចូលក្នុងឡានទាំងអស់គ្នាវិញភ្លៀងចប់រហូតបងប្អូនអរគ្នា It's keep raining like I told you it's gonna rain the whole day today wowតាមផ្លូវទៅផ្ទះវិញអូខេបងប្អូនអរគ្នាអត់តាន់បានអីផងឥឡូវហ្នឹងមកដល់ផ្ទះម៉ោង3ត្រឹមហ្មងបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលយើងធ្វើការពីមួយទៅមួយរត់ពីមួយកន្លែងទៅមួយកន្លែងណាម៉ោងបងប្អូនអរគ្នាដើរលឿនមែនតេនហ្មងខ្ញុំសុំខ្លាចហ្មង Time flies អូខេបងប្អូនអរគ្នាថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងសកម្មភាពខ្ញុំតិចតួចបង្ហាញបងប្អូនអរគ្នានេះគឺជាជីវិតនៅក្នុងប្រទេសអាមេរិកហើយសម្រាប់ខ្ញុំនៅពេលដែលខ្ញុំ off ពីការងារខ្ញុំមកខ្ញុំធ្វើជាវីដេអូជូនបងប្អូនទាំងអស់គ្នាបានមើលពីសកម្មភាពខ្ញុំនៅក្នុងសហរដ្ឋអាមេរិកហើយបង្ហាញបងប្អូនទាំងអស់គ្នាតើការរស់នៅក្នុងសហរដ្ឋអាមេរិករបៀបម៉េចបងប្អូនទាំងអស់គ្នាមើលមកពីប្រជាពលរដ្ឋគេរស់របៀបម៉េច
គេធ្វើអ្វីខ្លះហើយបើសិនជាបងប្អូនអ្នកគ្នាចូលចិត្តវីដេអូមួយនេះបងប្អូនអ្នកគ្នាជួយ comment ពីក្រោមនឹងមកថាចង់ឃើញខ្ញុំទៅណាទៀតចង់ឃើញខ្ញុំធ្វើអ្វីទៀតខ្ញុំនឹងមើល comment ហើយខ្ញុំនឹងព្យាយាមធ្វើទៅតាមបងប្អូនអ្នកគ្នាហើយបើសិនជាបងប្អូនអ្នកគ្នាជួយចិត្តវីដេអូមួយនេះ please បងប្អូនអ្នកគ្នាជួយ likes subscribe to my YouTube channel so I want you guys to just please subscribe to my YouTube channel Justin Lee 1995 and I'll see you guys on the next video bye peace